គ្រាការព្រះសម្ពុទ្ធប្រសាផុតដល់អត់ដំបានត្រាជាបាំងធំ45ព្រះវស្សាបំពេញពុនទាំងកិច្ចមិនដាច់វេលាណាសន្មត់ឈ្មោះហៅថាពុនក្រិនចាមាន5យ៉ាងទី1គឺពេលព្រឹកដល់ពន្លឹកពន្លឺស្វាងព្រះអង្គស្រេចទ្រង់យាងចេញបណ្ឌបាតប្រសំសន្តិពីរសៀលជ្រេព្រះសុរិយេពេទៀមស្វន្ទទេសនាប្រសំសន្តិមិនកំណត់ថាសន្នាទី3ពេលប្រលំព្រះចមភពត្រៃលោកាប្រទានធម៌ទេសនាឲ្យអវាទភិក្ខុសង្ឃទី4ពេលអាត្រៀនព្រះលោកនានទ្រង់ចិនចង់ព្រះតេល្អស្មោះត្រង់ដល់ស្រាយនៅប្រាស្នាផ្សេងកាត់ឡើងពិតនៅក្នុងចិត្តនៃទេវតាងើយឆ្ងល់ធម៌ត្រង់ណាព្រះសាស្តាទ្រង់អាកាន់ទី5ពេលទៀមភ្លឺប្រមាណមើលនិស័យសន្ននៅក្នុងសង្សារវដ្តឲ្យប្រកបគួសន្តដល់សត្វណាមានសំណាងព្រះអង្គយាងចេញទៅប្រទានធម៌ទៀបគួងឲ្យទៅតាមឧបនិស្ស័យធម៌នេះឈ្មោះហៅថាពុទ្ធកិច្ចចាប្រសាក្រៃវិញជាទីវាថ្លៃនៃព្រះពុទ្ធពីបុរាណបំពេញអត់នើយណាយរៀងរាល់ថ្ងៃមិនដែលខានលោកព្រះចូលនឹមពៀនទៅចំខានទាំងអងហើយសាធុជនណាប្រាថ្នានឹងប៉ុនប៉ងចង់ឃ្លាតពីចំណងត្រៃលោនេបតប្រាកន្ត្រូវខំរៀនសង្សារនៅធម៌អាដែលជាបនពុនតកិញ្ញ5ប្រាកណ្ឌនៃកំណត់គួរយល់ដឹងជននោះនឹងស្មើបាននៅនេឋានជាទីពឹងឬនៅនាលោកនឹងបានខ្លួនជាអ្នកធំលើជនផនទាំងឡាយសុខសប្បាយដល់អូនដំសែងសានសុខមនោរម្យរៀងរួចដល់និព្វាន